បងប្អូនការរៀបប្រព័ន្ធស្រោចស្រពតើបងប្អូនប្រើទឹកដណ្ដូងឬក៏ប្រើទឹកស្រះឬក៏ប្រើទឹកមកពីណាតើប្រភពទឹកណាដែលមានសុវត្ថិភាពជាងគេបងប្អូនបាទបងប្អូនអាចគិតមើលតើប្រភពទឹកនឹងសំខាន់គេអញ្ចឹងបើតាមការងារបច្ចេកទេសប្រភពទឹកសម្រាប់បូមស្រោចស្រពកសិកម្មហ្នឹងគឺមាន2បងប្អូនទី1គឺប្រភពទឹកលើដីទឹកលើដីហ្នឹងគឺសំដៅលើទឹកដែលភ្លៀងមកហូរចូលបឹងបន្លាយអញ្ចឹងទៅឬក៏ទឹកផ្សេងអញ្ចឹងទៅដែលយើងត្រង់ដោយសារទឹកភ្លៀងដូចជាទឹកស្រះទឹកអីផ្សេងគឺភ្លៀងមកវាចូលតាមបឹងស្ទឹងហូរបន្លាយហ្នឹងគឺទឹកលើដីទី2គឺទឹកក្រោមដីទឹកក្រោមដីមានទឹកក្បាលហុងដែលហូរចេញពីភ្នំឬក៏ទឹកដណ្ដូងអញ្ចឹងណាតែបើតាមបច្ចេកទេសដំណើរការដែលឲ្យយើងស្រោចស្រពបានល្អនោះគឺទឹកក្រោមដីគឺល្អជាងដោយសារល្អជាងអញ្ចឹងបងប្អូនអាចជ្រើសយកការបូមទឹកពីក្រោមដីឬទឹកហូរចេញពីក្បាលហុងដែលអាចហូរចូលជាស្រះស្អាតសិនដើម្បីទីមួយឲ្យកករងសិនហើយនឹងបង្កើនកម្រិតអុកស៊ីសែនក្នុងទឹកបាទហើយមួយទៀតវាហើរជាតិស្ពាន់ធរហើយនឹងពួកម៉ាំងកាណែតផ្សេងទៀតដែលមានក្នុងទឹកនឹងវាភាយអញ្ចឹងបានទឹកយើងបូមស្រោចពីស្រះដែលយើងបូមពីដណ្ដូងបូមពីដណ្ដូងក្រោមដីមកហូរចូលស្រះទុកឲ្យមានអុកស៊ីសែនហើយនឹងពួកអាហារសារធាតុមួយចំនួនផ្សេងហើយបានយើងបូមយកស្រោចបន្លែអានឹងបានល្អបងប្អូនតែបើទឹកលើដីនេះគឺអត់ល្អទេបងប្អូនបាទទោះវាភ្លៀងមកពីលើមេឃក៏ដោយវាបានមកចូលប៉ះជាមួយទៅដីទលីផ្សេងអញ្ចឹងធ្វើឲ្យទឹកនឹងល្អពុះហ្វល់បងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនអាចយកជាចំណេះដឹងក្នុងការរៀបចំប្រព័ន្ធស្រោចស្រពបើមានចម្ងល់អីផ្សេងអាចតាក់ទងខ្ញុំសួរថែមទៀតបងប្អូនបាទអរគុណច្រើន